Hello everyone បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តមេរៀនរបស់យើងទៀតដែលថ្ងៃនេះខ្ញុំលើកឡើងអំពីរៀនប្រយោគប្រើប្រាស់ប្រចាំថ្ងៃ I can do it មានន័យថាខ្ញុំអាចធ្វើវាបាន I can do it I can do it ខ្ញុំអាចធ្វើវាបាន I must reach my goal ខ្ញុំត្រូវតែសម្រេចគោលដៅ I must reach my goal I must reach my goal ខ្ញុំត្រូវតែសម្រេចគោលដៅ I am strong enough មានន័យថាខ្ញុំគឺរឹងមាំគ្រប់គ្រាន់ I am strong enough I am strong enough ខ្ញុំគឺរឹងមាំគ្រប់គ្រាន់ I must work hard ប្រែថាខ្ញុំត្រូវតែខិតខំធ្វើការ I must work hard I must work hard ខ្ញុំត្រូវតែខិតខំធ្វើការ I try hard enough ប្រែថាខ្ញុំព្យាយាមគ្រប់គ្រាន់ហើយ I try hard enough I try hard enough ខ្ញុំព្យាយាមគ្រប់គ្រាន់ហើយ I must do my best ប្រែថាខ្ញុំត្រូវតែធ្វើឲ្យអស់ពីលទ្ធភាព I must do my best I must do my best ខ្ញុំត្រូវតែធ្វើឲ្យអស់ពីលទ្ធភាព I learn to work smart ប្រែថាខ្ញុំរៀនធ្វើការដោយភាពវៃឆ្លាត I learn to work smart I learn to work smart ខ្ញុំរៀនធ្វើការដោយភាពវៃឆ្លាត I work with smart people ប្រែថាខ្ញុំធ្វើការជាមួយមនុស្សឆ្លាត I work with smart people I work with smart people ខ្ញុំធ្វើការជាមួយមនុស្សឆ្លាត I will get success one day ខ្ញុំនឹងជោគជ័យនៅថ្ងៃណាមួយ I will get success one day I will get success one day ខ្ញុំនឹងជោគជ័យនៅថ្ងៃណាមួយ I learn new things every day ប្រែថាខ្ញុំរៀនរឿងថ្មីជារៀងរាល់ថ្ងៃ I learn new things every day I learn new things every day ខ្ញុំរៀនរឿងថ្មីជារៀងរាល់ថ្ងៃ I always think about my goal មានន័យថាខ្ញុំតែងតែគិតអំពីគោលដៅរបស់ខ្ញុំ I always think about my goal I always think about my goal ខ្ញុំតែងតែគិតអំពីគោលដៅរបស់ខ្ញុំ I will never give up ប្រែថាខ្ញុំនឹងមិនបោះបង់ជាដាច់ខាត I will never give up I will never give up ខ្ញុំនឹងមិនបោះបង់ជាដាច់ខាត give up នឹងប្រែថាមិនបោះបង់ I will never give up
ខ្ញុំនឹងមិនបោះបង់ជាដាច់ខាត I always believe in myself មានន័យថាខ្ញុំតែងតែជឿជាក់លើខ្លួនឯង I always believe in myself ខ្ញុំតែងតែជឿជាក់លើខ្លួនឯង I always believe in myself I always believe in myself ខ្ញុំតែងតែជឿជាក់លើខ្លួនឯង I don't stop learning ប្រែថាខ្ញុំមិនឈប់សិក្សាជាដាច់ខាត I don't stop learning I don't stop learning ខ្ញុំមិនឈប់សិក្សាជាដាច់ខាត Thank you everyone for watching my video បាទសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំជាចុងក្រោយសូមពឹងបងប្អូនជួយចុច Subscribe និង Like វីដេអូរបស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា